បើជីវិតគ្មានការអត់ធ្មត់នោះទេយើងមិនអាចទាមទារនៅភាពជោគជ័យបាននោះទេអ្នកមានភាគច្រើនគឺពូកែនៅក្នុងការអត់ធ្មត់កម្រិតនៃការអត់ធ្មត់របស់គាត់គឺខុសពីមនុស្សធម្មតាគាត់មិនត្រឹមតែពូកែនៅក្នុងការអត់ធ្មត់ទេហើយគាត់ថែមទាំងពូកែនៅក្នុងការដោះស្រាយបញ្ហាពីតូចមកអត់មានបញ្ហាពីបញ្ហាធំមកបញ្ហាតូចអញ្ចឹងគឺជាមនុស្សម្នាក់អច្ឆរិយៈយើងអាចនិយាយបានថាមនុស្សធម្មតាមិនអាចធ្វើបានដូចគាត់អញ្ចឹងយ៉ាងណាមិញដើម្បីឲ្យជីវិតរបស់យើងទទួលបាននូវភាពជោគជ័យឬក៏មានពន្លឺនៅក្នុងការទទួលបាននូវភាពមានបានយើងត្រូវតែរៀនសូត្រពីអ្នកជោគជ័យយើងត្រូវតែរៀនសូត្រពីអ្នកមានដើម្បីអីដើម្បីឲ្យខ្លួនយើងនេះបានសិក្សាស្វែងយល់អំពីអ្វីដែលគេទទួលបានលទ្ធផលហើយអ្វីដែលយើងមិនទទួលបានលទ្ធផលការរៀនសូត្រគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗនៅ